ក្រុមការងារថ្នាក់យុវជនកម្ពុជានាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន2គ្រួសារតាមរយៈឯកឧត្តមផេងកឹមសុរិនខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី26ខែកក្កដាឆ្នាំ2026លោកឆោមសម្បត្តិពេជ្រប្រធានប្រតិបត្តិសមាគមថ្នាក់យុវជនកម្ពុជានិងលោកវង្សសុភីប្រធានកិត្តិយសប្រចាំសាខាខេត្តស្ទឹងត្រែងតំណាងលោករិនរាវីឯកឧត្តមទួនសុខុននិងលោកម៉ៅផល្លាប្រធានក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលនិងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសហការីនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតតាមរយៈឯកឧត្តមផេងកឹមសុរិនចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន2គ្រួសារប្រជាពលរដ្ឋដែលទទួលបានអំណោយរួមមានលោកយាយបុត្រមុតអាយុ87ឆ្នាំរស់នៅភូមិកំភុនឃុំកំភុនស្រុកសេសាននិងលោកយាយអាំងចន្ទថាអាយុ76ឆ្នាំរស់នៅភូមិរាជានុគរ2សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងអំណោយដែលក្រុមការងារបានប្រគល់ជូននាឱកាសនោះរួមមានអង្ករ 4B មី2កញ្ចប់ទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរប៊ីចេង2កញ្ចប់អំបិល2គីឡូក្រាមសាប៊ូ2គីឡូក្រាមត្រីខ20កំប៉ុងទឹកសុទ្ធ6យួរនិងថវិកាចំនួន80000រៀលក្នុងឱកាសនោះលោកឆោមសម្បត្តិពេជ្រប្រធានក្រុមការងារថ្នាក់យុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដោយបានសម្ដែងនូវការយកចិត្តទុកដាក់និងក្តីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋរួមទាំងអាជ្ញាធរមូលដ្ឋាននិងក្រុមការងារជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាតនិងជួបការលំបាកក្នុងជីវភាពរស់នៅលោកក៏បានលើកឡើងបន្តទៀតថាយើងទាំងអស់គ្នាត្រូវស្ម័គ្រស្មោះនិងស្មោះត្រង់ជាមួយគណៈបកប្រជាជនកម្ពុជាក៏ព្រោះថ្នាក់ដឹកនាំកើតចេញពីប្រជាជនរបស់ប្រជាជននិងដើម្បីប្រជាជនជាមួយគ្នានេះលោកវង្សសុភីប្រធានកិត្តិយសប្រចាំសាខាខេត្តស្ទឹងត្រែងបានថ្លែងថាក្រុមការងារនឹងបន្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវនិងគាំទ្រការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតក្នុងបុព្វហេតុថែរក្សាសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនគួរបញ្ជាក់ផងដែរថាកម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិកសមាជិកាក្រុមការងារថ្នាក់យុវជនកម្ពុជាអាជ្ញាធរមូលដ្ឋានព្រមទាំងព្រះគ្រូជលធាសោភ័ណ្ឌសុំខេងព្រះអនុគុណស្រុកនិងជាព្រះចៅអធិការវត្តជ័យមង្គលផងដែរ